ជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺជាថ្ងៃអាទិត្យដូច្នេះហើយខ្ញុំមិនរៀនទេហើយថ្ងៃអាទិត្យផងដែរក៏ខ្ញុំសម្រាប់ពីការងារអញ្ចឹងក៏ចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាជាមួយនឹងកូនសួនដ៏តូចមួយជាមួយនឹងផ្កាមាន2-3មុខខ្ញុំក៏មានកម្រងនឹងទិញដាក់ថែមប៉ុន្តែខ្ញុំអត់ទាន់មានលុយហើយក៏អត់ទាន់មានពេលវេលាសម្រាប់ការរៀបចំធ្វើជាសួនអញ្ចឹងថ្ងៃនេះខ្ញុំសម្រាប់ពីការងារហើយក៏អត់បានទៅមើលគេរត់នៅម៉ារ៉ាតុនតែសម្រាប់បងប្អូនទាំងអស់គ្នាបានដើរលេងឬក៏ទៅទស្សនាឬក៏ទៅរីឡែកក្នុងសប្តាហ៍នៅណាដែរសម្រាប់ខ្ញុំវិញខ្ញុំអត់បានទៅណាទេថ្ងៃនេះគឺនៅវល់វល់តែក្បែរសួនផ្កានឹងឯងបងប្អូនដោយសារតែខ្ញុំជិះតាមផ្លូវខ្ញុំឃើញមានផ្ទះបងប្អូនមួយចំនួនខ្ញុំឃើញដាំដើមផ្កាកដាប៉ុន្តែវាមានលាយផ្កាចម្រុះពណ៌អញ្ចឹងខ្ញុំចង់សួរទៅបងប្អូនទាំងអស់គ្នាមានស្គាល់កន្លែងណាដែលគាត់លក់ជាប្រភេទដើមផ្កាកដាប៉ុន្តែវាមានពណ៌ចម្រុះមានលឿងមានក្រហមស្តៀងពណ៌ផ្កាកន្លែងនឹងដែរហើយបើសិនជាបងប្អូនស្គាល់ហើយកន្លែងដែលមានតម្លៃធូរថ្លៃហើយក៏លក់ច្រើនប្រភេទអាចជួយ recommend ប្រាប់ខ្ញុំផងខ្ញុំចង់ទិញដើមផ្កាកដាមកថែមទៀតអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះ